នៅក្នុងផ្ទះឈើចាស់មួយខ្នងយើងឃើញមានគ្រឿងសក្ការៈបូជាព្រមជាមួយនឹងសក់ដាញ់មួយដុំនៅលើហឹងជើងពៀនហើយផ្សែងធូបក៏ហុយទ្រលោមជាមួយនឹងពន្លឺភ្លើងទៀនព្រឹមមីងថុលជាមួយនឹងថាវីអង្គុយបាត់ជើងសំពះនៅពីមុខគាត់មានផ្លែឈើ7មុខហើយនឹងសាច់ជ្រូកឆៅមួយដុំពួកគាត់ក្រាបសំពះលោកគ្រូសក់ដាញ់ដែលកំពុងតែគ្រងឈុតសសក់គាត់វែងហើយត្រលាក់ចុះមកគ្រប់ស្មានៅលើខ្លួនគាត់មានសាក់យ័ន្តជាច្រើនហើយអញ្ចើមហើយនឹងពុកចង្ការបស់គាត់គឺពណ៌សគាត់កំពុងតែតាំងសមាធិយ៉ាងស្ងប់មាត់គាត់សូត្រធម៌ខ្សឹបបន្ទាប់មកគាត់ក៏បើកភ្នែកហើយគាត់មើលមុខថាវីយ៉ាងកាចចេញពីខ្លួនចៅស្រីយើងភ្លាមសួស្តីអ្នកទាំងអស់គ្នាខ្ញុំវ៉ាន់ជួបគ្នាសាជាថ្មីនៅក្នុង Channel ផ្ទាល់ខ្លួនរបស់ខ្ញុំ Something About Kevin បើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់ podcast នេះបានន័យថាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងទី6របស់ខ្ញុំអញ្ចឹងដើម្បីបានស្ដាប់សាច់រឿងផ្សេងទៀតរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាចូលទៅក្នុង Channel ខ្ញុំទៅព្រោះខ្ញុំបានរៀបចំ playlist ជូនអ្នកទាំងអស់គ្នារួចហើយអូហើយមួយទៀតកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងព្រោះខ្ញុំនៅមានរឿងថ្មីច្រើនណាស់សម្រាប់និទានចែកជូនអ្នកទាំងអស់គ្នាស្ដាប់អញ្ចឹង subscribe ខ្ញុំទៅដើម្បីកុំឲ្យរំលងតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅស្ដាប់សាច់រឿងថ្មីរបស់យើងទាំងអស់គ្នានៅក្នុងហាងផឹកស៊ីមួយកន្លែងនៅទីក្រុងភ្នំពេញថាវីអាយុ21ឆ្នាំចុះពីលើឆាកច្រៀងនាងដើរសម្ដៅទៅបន្ទប់បដូរសម្លៀកបំពាក់នាងដើរបណ្ដើរសម្លឹងមើលនាឡិការបស់នាងបណ្ដើរវាបង្ហាញថាម៉ោង11យប់នាងបដូរសម្លៀកបំពាក់រួចក៏ដើរទៅទឹកមេការដើម្បីបើកលុយច្រៀងវាសនាគឺជាមេការនៅកន្លែងនេះគាត់មានមាឌធំហើយសាក់ពេញខ្លួនគាត់កំពុងអង្គុយផឹកប៊ីយ៉ាហើយខ្លែមបណ្ដើរនៅពេលដែលគាត់ឃើញថាវីដើរមកគាត់ក៏លើកកំប៉ុងប៊ីយ៉ាមកអកដាច់ហើយបើកែតុកយកលុយ 20000 មកហុចឲ្យនាងគាត់ក៏បានសួរថាវីថាមកចៃមានបានធីបអត់ថាវីក៏វីក្បាលទាំងអស់សង្ឃឹមនាងទទួលលុយហើយដើរចេញទៅនៅពេលដែលនាងដើរចេញពីបន្ទប់បើកលុយថាវីក៏បានដើរកាត់តុកមួយដែលមានមនុស្សប្រុសចាស់អាយុប្រហែលជា50ឆ្នាំជាងហ្នឹង3នាក់អង្គុយហូបស្រាស្រាប់តែមានបុរសម្នាក់យកដៃមកទះគូតរបស់នាងថាវីភ្ញាក់បុរសម្នាក់នោះក៏បាននិយាយថាមកចុំញ៉ាំស្រាជាមួយបងតិចទៅអីអូនថាវីក្នុងចិត្តខឹងប៉ុន្តែនៅតែប្រឹងញញឹមពួកអីគាត់គឺជាភ្ញៀវនាងក៏បាននិយាយថាអត់អីទេបងអើយគ្រួសារខ្ញុំគាត់ពងចាំហើយនាងក៏បានបន្តដើរទៅមុខហាងនាងលើកទូរស័ព្ទបំរុងនឹងទេស្រាប់តែមានម៉ូតូមួយបន្លឺស៊ីផ្លេឡើងហើយឈប់នៅមុខនាងបុរសម្នាក់នោះលើកកញ្ចក់មួយសុវត្ថិភាពឡើងគេញញឹមនោះគឺកំសត់បុរសសម្បុរស្អែមញញឹមស្រស់គេគឺជាសង្សាររបស់ថាវីកំសត់សួរថាចាំយូរអត់អូនថាវីក៏បានឆ្លើយអត់ទេទៅចេញមកមិញដែរហ្នឹងហើយនាងក៏បានឡើងម៉ូតូពួកគេក៏បន្តដំណើរចេញទៅពួកគេទាំងពីរបានមកដល់បន្ទប់ជួលពួកគេទាំងពីរចាប់ផ្ដើមស្គាល់គ្នានៅខេត្តសៀមរាបនៅហាងផាប់មួយកន្លែងកំសត់បានទៅលេងភ្លេងហើយបានជួបថាវីដែលច្រៀងនៅទីនោះចំណងស្នេហ៍របស់ពួកគេបានទទួលស្គាល់ពីឪពុកម្ដាយទាំងសងខាងកំសត់អត់មានការងារជាប់លាប់ទេគេគឺជាតន្ត្រីករអ្នកកាន់ហ្គីតាសូឡូតើតើមានកម្មវិធីបានគេហៅឲ្យទៅលេងបន្ទាប់ពីជំងឺ Covid រាតត្បាតហាងជាច្រើននៅសៀមរាបត្រូវបានបិទទ្វារហើយពួកគេទាំងពីរក៏សម្រេចចិត្តមករកការងារនៅទីក្រុងភ្នំពេញហើយពួកគេស្រឡាញ់គ្នាកាន់ដៃគ្នាហើយខំរកលុយរៀបការថាវីបានមកដល់បន្ទប់ហើយចូលងូតទឹកបដូរកៅអៅគេងដោយសពមួយដងកំពុងតែរៀបងូតទឹកហ្នឹងសពតបើកទឹកអត់ចេញនាងក៏ស្រែកសួរកំសត់ថាម៉េចបានដាច់ទឹកចឹងបងកំសត់ក៏បានតបទឹកហ្នឹងអត់ចេញតាំងពីល្ងាចសង្ស័យគេកាត់ហើយពួកយើងអត់តន់បង់ថ្លៃបន្ទប់ហើយនឹងទឹកភ្លើងដល់ថ្ងៃត្រូវបង់តាំងពីទឹកមុនប៉ុន្តែបងសុំម្ចាស់ផ្ទះគាត់ពជាសិនហ្នឹងព្រោះអត់មានលុយថាវីស្ងាត់មាត់នាងប្រើទឹកដែលនៅសល់លុបមុខហើយនឹងដុសធ្មេញហើយបដូរសម្លៀកបំពាក់ចេញមកក្រៅថាវីដើរចេញពីបន្ទប់ទឹកទាំងទឹកមុខនឿយហត់នាងបាននិយាយថាអើយយប់នេះមិនបានធីបអីសោះបានទៅលុយជាង 20000 នឹងឯងមានលុយណាបាំងបន្ទប់ទេនេះកំសត់មិនចាប់អារម្មណ៍គេកំពុងតែវាយហ្គេមយ៉ាងជក់ចិត្តជាមួយនឹងមិត្តភ័ក្តិរបស់គេហើយគេក៏បាននិយាយថាសាមពួកនេះវៃអត់មានចេះជួយគ្នាសោះ
ថាវីឃើញកំសត់មិនចាប់អារម្មណ៍ជាមួយនឹងខ្លួនណានាងខឹងជាខ្លាំងហើយស្រែកឲ្យកំសត់អាឡ័យតែសបាយនឹងទៅអត់គិតរលុយបងថ្លៃបន្ទប់ថ្លៃអីទេស្អែកគេកាត់ភ្លើងទៀតក៏មិនដឹងដែរនេះកំសត់ងាកមកនិយាយហើយចង់ឲ្យខ្ញុំធ្វើម៉េចឲ្យខ្ញុំយំមែនបន្ទាប់មកគេក៏បោះទូរស័ព្ទចោលហើយដេកថាវីខឹងជាខ្លាំងនាងក៏ដើរទៅបិទភ្លើងហើយចូលគេងដែរព្រឹកនេះថាវីបើកភ្នែកមកញើសហូរចូលខ្លួនព្រោះទាំងហាល់អត់វិលគេកាត់ភ្លើងមែនតែនបណ្ដោយថាវីមួម៉ៅជាខ្លាំងនាងស្រែកហៅកំសត់ប៉ុន្តែកំសត់អត់មានឆ្លើយទេមិនដឹងនៅណានាងក្រោកហើយដើរទៅបើកមើលកាបូបរបស់នាងប្រមូលបានលុយ30000រៀលហើយនាងក៏បានដើរសម្ដៅទៅផ្ទះរបស់ម្ចាស់ផ្ទះមីងឆោមគាត់គឺជាម្ចាស់ផ្ទះគាត់អង្គុយហូបកាហ្វេតកកនៅមុខផ្ទះគាត់អង្គុយកងតែខ្លាហើយបឺតកាហ្វេថាវីដើរមកដល់ហើយជម្រាបសួរគាត់នាងបាននិយាយមីងខ្ញុំអ្នកនៅបន្ទប់លេខ13ហ្នឹងហើយមីងអើយខ្ញុំរលុយអត់បានសោះខែនេះអត់តាន់បានបង់បន្ទប់ឥឡូវខ្ញុំសុំបង់30000សិនបានអត់មីងហើយពេលណាដែលខ្ញុំរលុយបានណាខ្ញុំយកមកបដោះជូនមីងទៀតមីងឆោមឆុងដៃយកលុយទាំងសម្លក់ថាវីគាត់យកសិភៅរបស់គាត់មកកាត់ចំនួនលុយថាវីអោនមុខទៅចិត្តគាត់តិចហើយនិយាយមីងមីងបើកភ្លើងឲ្យនឹងទឹកឲ្យខ្ញុំវិញផងណាកុំដាច់ចិត្តពេកមីងអើយមីងឆោមនិយាយទាំងមួម៉ៅពួកឯងហ្នឹងតើតកាត់ភ្លើងអញ្ចឹងបានចូលមកដោះស្រាយយ៉ាប់យ៉ាប់ហើយគាត់ក៏បានស្រែកប្រាប់កូនគាត់នៅក្នុងផ្ទះអាទីកាច់គប់ភ្លើងបើកឲ្យបន្ទប់លេខ13វិញផងថាវីញញឹមហើយលេមីងឆោមមកបន្ទប់វិញមកដល់បន្ទប់វិញនាងបានចូលងូតទឹកហើយចេញមកដាំបាយនាងជៀនពងទាហូបម្នាក់ឯងនាងតែទៅរកកំសត់តែគេអត់លើកសោះនាងហូបបាយពងទាជៀនមិនដើរគិតដល់ជីវិតមិនដើរថាអើយបើរលុយមិនបានអញ្ចឹងគិតមិនទៅនេះមានលុយណាបង់បន្ទប់បន្តទៀតទេពេលនោះស្រាប់តែកំសត់បើកទ្វារចូលមកគេដើរមករកថាវីហើយហុចលុយមួយដុំឲ្យនាងថាវីសម្លឹងមើលលុយហើយសួរកំសត់ថាហើយបានលុយមកពីណាកំសត់តបខ្ចីបង្រិតសិនយកទៅបង់ថ្លៃបន្ទប់សិនទៅថាវីញញឹមហើយងើបទៅអោបកកំសត់បាត់តាំងពីព្រឹកកំសត់ចេញទៅខ្ចីលុយមេក្រុមភ្លេងរបស់គេសោះរយៈពេល3ឆ្នាំមកនេះពួកគេស្រឡាញ់គ្នាហើយមើលថែគ្នាស៊ូអត់ស៊ូឃ្លានជាមួយគ្នាប្រឹងធ្វើការរៀងខ្លួនតែសេដ្ឋកិច្ចអត់ដំណើរផលសោះហើយដោយសារតែពួកគេគ្មានជំនាញអីផ្សេងពួកគេបានត្រឹមតែក្រាញ់នានាលជាមួយនឹងអាជីពរបស់ពួកគេនឹងឯងយប់នេះគឺជាថ្ងៃសៅរ៍មានមនុស្សមកកំសាន្តនៅផាប់ដែរថាវីច្រៀងច្រើនភ្ញៀវបានកំងប័ណ្ណចម្រៀងឲ្យថាវីច្រៀងហើយពួកគេបានឲ្យលុយធីបនាងជាច្រើនព្រោះនាងច្រៀងព្រោះច្រៀងចប់នាងក៏បានចុះមកលើឆាកមេការបានដើរមកប្រាប់នាងណែភ្ញៀវនៅតុខាងស្ដាំដៃនោះហៅទៅជួបបន្តិចនាងក៏បានដើរទៅតុនោះគឺជាបរិសវ័យចំណាស់ដែលនាងបានជួបនៅថ្ងៃមុននៅលើតុមានម្ហូបហើយនិងស្រាជាច្រើនពួកគេតុបតែងខ្លួនមើលមកដូចជាអ្នកមានម្នាក់ក្នុងចំណោមនោះបាននិយាយថាមកចុះមកញ៉ាំស្រាមួយបងតិចទៅហើយគេក៏ហុចកែវស្រាឲ្យនាងតែថាវីឆុងចាប់កំប៉ុងថ្មីហើយក៏មកជុលជាមួយគេបរិសម្នាក់នោះក៏បាននិយាយថាមិនខ្លាច់បងលេអីក្នុងស្រាមែនហើយគេក៏សើចផឹកអស់5កំប៉ុងបរិសម្នាក់នោះហុចលុយ100ឡាឲ្យនាងហើយបាននិយាយបន្តទៀតថាណែបងឲ្យហើយបាត់យប់ហ្នឹងទៅមួយបងឲ្យថែម3ស្លឹកទៀតទៅអត់ថាវីលើកដៃសំពះហើយយកលុយអត់បានទេបងអើយគ្រួសារខ្ញុំការចាសុំទោសបងហើយនាងក៏បានសុំខ្លួនដើរទៅបន្ទប់មេការដើម្បីបើកលុយច្រៀងកំសត់បានមកយកនាងដោយសពមួយដងហើយពួកគេក៏បញ្ញាប់មកបន្ទប់ជួលវិញយប់នេះថាវីនិងកំសត់អង្គុយនៅលើពូកថាវីអោបកំសត់យ៉ាងជាប់គេសប្បាយចិត្តពួកគេបានលុយធីបច្រើនក្នុងចិត្តរបស់នាងត្រេកអរខ្លាំងស្អែកមានលុយយកទៅសងមេក្រុងរបស់កំសត់វិញហើយព្រឹកនេះថាវីបើកភ្នែកមកជាមួយនឹងក្តីសង្ឃឹម
នាងមើលទៅកាន់កាបូបនាងនិងគម្រោងបើកយកលុយដើម្បីទៅសងគេស្រាប់តែពេលនោះទូរស័ព្ទរបស់នាងរោនាងក៏បានលើកមកមើលនោះគឺជាម្ដាយរបស់នាងនៅពេលដែលនាងចុចទទួលម្ដាយរបស់ថាវីបាននិយាយថាថាវីអើយថាវីពុករបស់ឯងដឹកស្រូវអីគេឥឡូវជួបគ្រោះថ្នាក់ធ្លាក់ពីលើគោយន្តបាក់ឆ្អឹងតាគៀកពេលនេះគាត់កំពុងនៅពេទ្យហើយពេទ្យប្រាប់ថាត្រូវវះកាត់ម៉ែមានលុយណាបើពេទ្យនិយាយថាគាត់នៅវះនឹងអស់$8,000ថាវីធ្លាក់ថ្លំក្ដុកអត់ដឹងថារកលុយពីណាមកឯងនាងបានតែទៅសួរគេគ្រប់គ្នាតែអត់មានអ្នកគេឲ្យខ្ចីទេថាវីដេកយំពេញមួយថ្ងៃកំសត់តែបានត្រឹមតែកំដរនាងព្រោះគេក៏អត់ដឹងថាខ្ចីលុយពីណាមកដែរនៅរសៀលថ្ងៃនេះម្ដាយរបស់ថាវីតែមកប្រាប់ម្ដងទៀតថាឪពុករបស់នាងបានចែកឋានហើយថាវីស្លុតចិត្តនឹងយំជាខ្លាំងបន្ទាប់ពីធ្វើបុណ្យសពឲ្យឪពុកបន្តិចបន្តួចរួចថាវីខ្លាចជាមនុស្សតកកមិនមាត់មិនកព្រោះនៅក្នុងចិត្តហើយនឹងខួរក្បាលរបស់នាងមានទុកជាទម្ងន់ដែលនាងអាចជួយឪពុករបស់នាងបាននាងមិនទោសព្រំលិខិតហេតុអីអត់អាសូរដល់ឪពុកនាងសោះដែលគាត់តែធ្វើបុណ្យដាក់ទានម្យ៉ាងទៀតឪពុករបស់នាងគឺជាមនុស្សល្អធ្វើល្អដាក់កូនគ្រប់គ្នាមិនសមណាមនុស្សល្អទៅលឿនអញ្ចឹងសោះដោយសារតែខូចចិត្តខ្លាំងពេកនាងក៏បានផ្អាកទៅច្រៀងសិនហើយកំសត់គឺជាអ្នករ៉ាប់រងគ្រប់យ៉ាងការចំណាយក្នុងផ្ទះបាយទឹកគេក៏សម្រេចចិត្តថាទៅរត់ម៉ូតូដឹកជញ្ជូនម្ហូបដើម្បីយកលុយមកដោះស្រាយជីវភាពដោយកំសត់ចេញទៅដឹកអីវ៉ាន់បាត់ថាវីនៅផ្ទះយំសោកម្នាក់ឯងដោយសារតែអត់សុខនាងក៏បានលេង TikTok នាងបានច្រៀងចម្រៀងដែលនាងតែច្រៀងនៅក្នុងហាងច្រៀងឲ្យផុសច្រៀងឲ្យផុសដោយសារតែសម្លេងរបស់នាងព្រោះនាងក៏បានទទួលបេះដូងហើយនឹងshareជាច្រើនអ្នកលេង TikTok ស្នើឲ្យនាងច្រៀងបទនេះបទនោះហើយពេលនោះស្រាប់តែវីដេអូរបស់នាងបានទទួលការចាប់អារម្មណ៍ច្រើនបទចម្រៀងដែលនាងច្រៀងបានផ្ទុះល្បីហើយមានផលិតកម្មជាច្រើនបានតាក់ទងឲ្យនាងទៅច្រៀងថាវីឈប់ពិបាកចិត្តព្រោះជីវិតរបស់នាងមានរស្មីនាងបានទៅច្រៀងជាមួយនឹងផលិតកម្មផ្សេងៗដើម្បីរកចំណូលជីវិតរបស់ថាវីប្រែប្រួលនាងបានសុំឲ្យកំសត់ឈប់ទៅដឹកអីវ៉ាន់ហើយមកជួយនាងវិញកំសត់បានជួយនាងគ្រប់យ៉ាងដើរតាមនាងជួយការងារជូនទៅនេះទៅនោះប្រជាប្រិយភាពរបស់ថាវីបានឡើងជាលំដាប់ជាបន្តបន្ទាប់ធ្លាប់តែច្រៀងមួយយប់បាន$20,000ណាពេលនេះក្នុងមួយខែនាងរកបានច្រើន$1,000ជីវភាពរបស់នាងល្អជាងមុន$3,000 ដងនាងបានទៅយកម្ដាយហើយនឹងប្អូនៗរបស់នាងមកនៅភ្នំពេញជាមួយគ្នាហើយនេះហើយជាក្តីសម័យរបស់នាងបានរស់នៅជុំគ្នានៅពេលដែលយើងស្ដាប់មកដល់ចំណុចនេះអ្នកទាំងអស់គ្នាប្រកាសជាគិតថាជីវិតរបស់ថាវីល្អហើយមែនទេតែរឿងគ្រប់យ៉ាងតែមានហេតុវាមានផលហើយនៅពេលដែលមានផលិតករតាក់ទងមកច្រើននាងក៏បានទទួលការងារច្រើនលុយក៏ច្រើនតែនាងត្រូវបានដោះដូរជាមួយនឹងកម្លាំងពលកម្មហើយនឹងពេលវេលារបស់នាងផងដែរថាវីបានចេញទៅច្រៀងផងទៅចូលរួមកម្មវិធីផងទៅថតចម្រៀងផងហើយនាងធ្វើការដល់យប់រងហើយគ្មានពេលសម្រាកទេព្រោះទៅចង់បានលុយនាងលែងខ្វល់ពីសុខភាពខ្លួនឯងហើយសុខភាពរបស់នាងក៏បានចុះទ្រុឌទ្រោមហើយបានជាថាវីចង់បានលុយមែនណោះថាវីចង់បានលុយព្រោះតែនាងភ័យខ្លាចនឹងភាពក្រីក្រដែលនាងធ្លាប់ឆ្លងកាត់កាលពីមុនមកហើយនាងបានសន្យាមួយខ្លួនឯងថានាងគ្មានថ្ងៃត្រឡប់ទៅរកពេលវេលាដ៏អាក្រក់មួយនឹងទៀតទេជីវិតរបស់នាងលំបាកគ្រប់គ្រាន់ហើយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពរបស់នាងក៏បានទ្រុឌទ្រោមទៅជាលំដាប់ដោយសារតនាងច្រៀងដាច់យប់ច្រើនយប់ជាប់គ្នារហូតនាងញ៉ាំបាយអត់ទៀងពេលហើយថ្ងៃមួយនាងក៏បានស្លាប់ដោយសារបាក់កម្លាំងនាងបានទៅពេទ្យហើយពេទ្យបានពមៀនប្រាប់នាងថានាងអត់គួរធ្វើការលើកម្លាំងអញ្ចឹងទៀតទេព្រោះសុខភាពរបស់នាងគឺចាប់ផ្ដើមទ្រុឌទ្រោមហើយនាងអាចនឹងប្រឈមមុខជាមួយនឹងជំងឺជាច្រើនដោយសារតែប្រព័ន្ធការពាររាងកាយរបស់នាងចុះខ្សោយហើយឥឡូវហ្នឹងកាពះរបស់នាងបានរលាកហើយខ្លាចជាដំបៅដោយសារតែហូបបាយអត់ទៀងពេលហើយនឹងហូបស្រាហើយនឹងភេសជ្ជៈបើកម្លាំងច្រើន
ថាវីចាប់ផ្ដើមភ័យខ្លួនហើយចាប់ផ្ដើមបន្ថយការងារព្រោះត្រូវព្យាបាលជំងឺមួយរយៈឲ្យវាជាសិននៅពេលដែលនាងផ្អាកការងារចំណូលរបស់នាងបានធ្លាក់ចុះជាខ្លាំងហើយនាងមិនបន្ទុកជាច្រើននាងត្រូវបង់លុះផ្ទះដីឡានពួកកន្លងមកនាងអត់ដែលគិតថាចំណូលរបស់នាងនឹងធ្លាក់ចុះអញ្ចឹងទេនៅពេលដែលរកបានគឺលោភលន់បង់នេះបង់នោះអញ្ចឹងនាងក៏ចាប់ផ្ដើមគិតច្រើនគេញ៉ាត់លក់លេងឃ្លានបាយឃ្លានទឹកបើនិយាយពីកំសត់វិញនៅពេលដែលថាវីសម្រាប់ការងារគេក៏បានចេញទៅលេងភ្លេងតាមហាងពេលយប់វិញដើម្បីរកប្រាក់មកផ្គត់ផ្គង់នៅក្នុងផ្ទះតែវាក៏អត់បានច្រើនដែរក៏នៅបានជួយសម្រួលខ្លះអញ្ចឹងគេត្រូវចេញទៅធ្វើការច្រើនហាត់សូវបាននៅផ្ទះមើលថាវីទេថាវីនៅផ្ទះម្នាក់ឯងគិតម្នាក់ឯងពិបាកចិត្តម្នាក់ឯងដោយសារតានាងមានបញ្ហាសុខភាពផងហើយនឹងគិតច្រើនផងជំងឺបាក់ទឹកចិត្តក៏បានចូលមកគ្រប់គ្រងលើនាងចាប់ផ្ដើមស្អប់ខ្លួនឯងស្អប់ជីវិតស្អប់វាសនាដែលចាយនាងលំបាកនាងចង់តែសម្លាប់ខ្លួនកំសត់បានចាប់អារម្មណ៍ពីអាការៈមិនប្រក្រតីរបស់ថាវីហើយគេក៏បានរកដំណោះស្រាយដោយគេនាំគាត់ចេញទៅក្រៅតាមគេពេលដែលគេទៅលេងភ្លេងតែថាវីតែងតែប្រកែកព្រោះចង់នៅផ្ទះអត់ចង់ចេញទៅក្រៅទេហើយពួកគេក៏បានតសម្ដីគ្នាជារឿយអាការឆ្លោះគ្នាហ្នឹងវាបានបន្ថែមឲ្យថាវីរត់ទៅពិបាកចិត្តព្រោះគេគិតថាកំសត់តើអត់មានយកចិត្តគេសោះថ្ងៃនេះគឺជាថ្ងៃសិលមីងថលដែលជាម្ដាយរបស់ថាវីបានរៀបចំសានផ្លែឈើនៅផ្ទះហើយបបួលថាវីមកចុះមកអុជធូបពេលដែលថាវីចុះមកអុជធូបគាត់ក៏បាននិយាយលេងសួរកូនពីនេះពីនោះនៅពេលដែលគាត់ឃើញសភាពរបស់ថាវីហើយគាត់ព្រួយបារម្ភជាខ្លាំងហើយដោយសារតែគាត់គឺជាមនុស្សមានជំនឿផងគាត់ក៏បានសង្ស័យថាកូនគាត់ប្រកាសជាត្រូវអំពើផ្លូវងឹតអីម្យ៉ាងហើយមកទៅបានជាកូនគាត់ចាប់ផ្ដើមប្លែកអត់មាត់អត់កនិយាយស្ដីប្លែកមីងថលក៏បានទៅប្អូនស្រីគាត់នៅខេត្តសៀមរាបហើយប្រាប់ពីអាការៈរបស់ថាវីប្អូនស្រីរបស់គាត់ក៏បានណែនាំគាត់ឲ្យស្គាល់អំពីគ្រូដ៏អំពើម្នាក់នៅឯភូមិពិសីមិនចាំយូរគាត់ក៏បានបបួលថាវីទៅភ្លាមដំបូងថាវីអត់ចង់ទៅទេតែដោយសារតែម្ដាយបញ្ចុះបញ្ចូលហើយស្របជាមួយនឹងគាត់មានអារម្មណ៍ថាអត់សូវសប្បាយចិត្តអន់ចិត្តជាមួយនឹងប្រិយវាសនាខ្លួនឯងផងនាងក៏ទៅសាពួកគេទាំងពីរបានទៅខេត្តសៀមរាបតែនៅពេលដែលទៅហ្នឹងគឺពួកគេក៏ហក់កំសត់ថាទៅលេងបងប្អូនសាច់ញាតិនៅភូមិកំណើតទៅលាក់កំបាំងណានៅក្នុងផ្ទះឈើចាស់មួយខ្នងយើងឃើញមានគ្រឿងសក្ការៈបូជាព្រមជាមួយនឹងសក់ដាញ់មួយដុំនៅលើហឹងជើងពៀនហើយផ្សែងធូបក៏ហុយត្រឡោមជាមួយនឹងពន្លឺភ្លើងទៀនព្រឹមមីងថលជាមួយនឹងថាវីអង្គុយបាត់ជើងសំពះនៅពីមុខគាត់មានផ្លែឈើ7មុខហើយនឹងសាច់ជ្រូកឆៅមួយដុំពួកគាត់ក្រាបសំពះលោកគ្រូសក់ដាញ់ដែលកំពុងតែគ្រងឈុតសក់គាត់វែងហើយត្រលាក់ចុះមកគ្រប់ស្មានៅលើខ្លួនគាត់មានសាក់យ័ន្តជាច្រើនហើយអញ្ចើមហើយនឹងពុកចង្ការបស់គាត់គឺពណ៌សគាត់កំពុងតែតាំងសមាធិយ៉ាងស្ងប់មាត់គាត់សូត្រធម៌ខ្សឹបបន្ទាប់មកគាត់ក៏បើកភ្នែកហើយគាត់មើលមុខថាវីយ៉ាងកាចចេញពីខ្លួនចៅស្រីយើងភ្លាមថាវីភ័យនឹងសម្លេងស្រែករបស់លោកគ្រូឡើងញ័រខ្លួនឯមីងថលវិញឃើញកូនញ័រក៏ស្ទុះមកអោបកូនក្រោយពីចាប់ពិធីលោកគ្រូបានឲ្យកន្លងកមួនខ្លងទៅមីងថលហើយប្រាប់គាត់ថាឲ្យលាបនៅលើថ្ងាសថាវីកុំឲ្យអមនុស្សចូលខ្លួនរបស់ថាវីទៀតពួកគាត់បានដេញចេញហើយមិនតែប៉ុណ្ណោះក៏តម្រូវឲ្យថាវីមកជួបគាត់រៀងរាល់ខែដើម្បីឲ្យគាត់ពិនិត្យមើលពីសុខភាពផ្លូវអារម្មណ៍របស់នាងជាមួយនឹងតំណឹបផ្លែឈើ7មុខក្បាលជ្រូក1និងថវិកា50,000រៀលចំនួន30ដង30ខែហើយគាត់ធានាថាវីនឹងជាដាច់ចាប់ពីថ្ងៃធ្វើពិធីនោះរួចរាល់មកថាវីចាប់ផ្ដើមមានអារម្មណ៍ថាស្រឡះខ្លួនបាយបានទឹកបានហើយនៅពេលដែលនាងហូបបាយបានព្រមទាំងគេងលក់ស្រួលវិញហ្នឹងសុខភាពរបស់នាងក៏បានត្រឡប់មកល្អបន្តិចម្ដងវិញនាងចាប់ផ្ដើមមានជំងឺរត់តែខ្លាំងជាមួយនឹងលោកគ្រូពួកគាត់ប្រៀបបានជាមួយនឹងព្រះមកជួយប្រោះព្រំជីវិតនាងថាវីបានត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតវិញហើយនាងចាប់ផ្ដើមវក់នឹងការងារសារជាថ្មីធ្វើការដាច់បាយដាច់ទឹកដាច់យប់ព្រោះជក់រលុយណាមិនយូរមិនឆាប់នាងក៏បានធ្លាក់ខ្លួនឈឺម្ដងទៀតនៅពេលដែលនាងធ្លាក់ខ្លួនឈឺកំសត់បានយកនាងទៅពេទ្យតែនាងអត់ព្រមទេនាងចង់ទៅជួបលោកគ្រូដើម្បីឲ្យគាត់ព្យាបាល
ដោយមិនមានជំនឿកំសត់ខឹងជាខ្លាំងហើយគេដាច់ខាតត្រូវតែនាំនាងទៅពេទ្យពួកគេតាំងសរសៃកដាក់គ្នាហើយកំសត់បានខឹងខ្លាំងរហូតដល់ចោះចេញពីផ្ទះព្រោះថាវាអត់ព្រមទៅពេទ្យណាមីងថុលបាននាំកូនមកជួបលោកគ្រូនៅពេលមកដល់ផ្ទះលោកគ្រូគាត់បានមើលមកថាវីហើយប្រាប់ថាប្រហែលជាអត់បានលេបកម្រួនអីត្រឹមត្រូវឯងមើលទៅបានជាអមនុស្សចូលទៀតហើយលើកនេះគឺចូលទៅក្នុងពោះហ្មងព្រោះថាវីឈឺពោះរហូតនាងឈឺពោះខ្លាំងទៅគាត់បានឲ្យផ្តិលប្រាក់តូចមួយដែលមានទឹកនៅក្នុងនោះហើយប្រាប់ឲ្យថាវីផឹកហើយប្រហែលជា10នាទីថាវីក៏អួតមកខ្លាំងហ្មងអួតឡើងចេញឈាមពីកំពង់កហើយនាងក៏ស្លាប់ទៅថាវីភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនាងបើកភ្នែកមកហើយឃើញកំសត់កេងត្រប់មុខគេកាន់ដៃនាងជាប់នាងហូរទឹកភ្នែករឿងរបស់យើងបានឈានចូលមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរនៅពេលដែលបានស្ដាប់សាច់រឿងរបស់ថាវីហើយសម្រាប់ខ្ញុំវិញខ្ញុំគិតថាការមានជំនឿទៅលើអ្វីម្យ៉ាងវាគឺជាសិទ្ធិរបស់បុគ្គលហើយបើសិនជាជឿហើយធ្វើឲ្យបុគ្គលនោះសប្បាយចិត្តខ្ញុំគិតថាដូចជាគ្មានអីខុសគ្មានអីត្រូវទេអ្វីដែលសំខាន់គឺយើងត្រូវចេះថែសុខភាពផ្លូវកាយផ្លូវចិត្តយើងឲ្យបានល្អហូបបាយឲ្យទៀងទាត់សម្រានឲ្យបានគ្រប់គ្រាន់រស់នៅឲ្យបានសប្បាយចិត្តកុំគិតច្រើនព្រោះជីវិតរបស់យើងខ្លីត្រូវចេះធ្វើល្អចេះស្រឡាញ់ហើយនឹងថែរក្សាមនុស្សល្អនៅជុំវិញខ្លួនយើងមើលថែបងប្អូនគ្រួសារយើងឲ្យបានល្អគឺគ្រប់គ្រាន់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រឿងរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសាច់រឿងមួយនេះសូមកុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យបានស្ដាប់ផងមួយទៀតកុំភ្លេច Subscribe ខ្ញុំផងដើម្បីទទួលបានសាច់រឿងថ្មីៗពីខ្ញុំអូខេបាយបាយ